ជំរាបសួរអ្នកទាំងអស់គ្នាពួកយើងមកពីក្រុមទី5នៃសាលាវិទ្យាល័យព្រៃដំបូកហើយនៅក្នុងថ្ងៃនេះដែរពួកយើងមកទទួលកិច្ចការស្រាវជ្រាវអំពីជំងឺគ្រុនស្លឹកដៃជើងហើយនៅក្នុងក្រុមរបស់ពួកយើងមានឈ្មោះដូចជាចឹកលីយេងថាមេងអ៊ីហនសេណែតហើយខ្ញុំផ្ទាល់ឈ្មោះយ៉ាគុនធាថងមួយហៀងភៀងមេងហុងហើយនឹងជាមេងហុងហើយនៅក្នុងប្រធានបទនេះផងដែរពួកយើងមានចំនួន7មាតិកាសំខាន់ដូចជាមាតិកាទី1និយាយអំពីនិយមន័យនៃជំងឺមាតិកាទី2និយាយអំពីមូលហេតុនៃជំងឺមាតិកាទី3និយាយអំពីរបៀបឆ្លងមាតិកាទី4និយាយអំពីរោគសញ្ញានៃជំងឺមាតិកាទី5និយាយអំពីផលវិបាកនៃជំងឺមាតិកាទី6និយាយអំពីការព្យាបាលនិងមាតិកាទី7និយាយអំពីវិធីការពារដូច្នេះហើយសូមអ្នកទាំងអស់គ្នាទទួលសនានៅការបកស្រាយរបស់ក្រុមរបស់ខ្ញុំនីមួយៗទៅតាមចំណុចយើងមកដឹងពីនិយមន័យនៃជំងឺគ្រុនស្វិតដៃជើងជំងឺគ្រុនស្វិតដៃជើងគឺជាជំងឺដែលឆ្លងដោយការសាហាវមួយដែលបង្កដោយវីរុសប៉ូលីយ៉ូវាលោកប្រព័ន្ធប្រសាទនឹងអាចបណ្ដាលឲ្យខ្ទេចខ្ទីដល់អวัยวៈដៃជើងជាអចិន្ត្រៃយ៍ឬបណ្ដាលឲ្យស្លាប់ដោយសារការខ្សោយសាច់ដុំដោយដង្ហើមជំងឺនេះភាគច្រើនកើតឡើងនៅលើកុមារអាយុក្រោម5ឆ្នាំតាមរយៈការឆ្លងលាមកចូលតាមមាត់តែអាចការពារបានទាំងស្រុងតាមរយៈការចាក់វ៉ាក់សាំងជាដើមជំងឺគ្រុនស្លឹកដៃជើងបង្កឡើងពីវីរុសឈ្មោះប៉ូលីយ៉ូវីរុសដែលវាប្រហារតាមប្រព័ន្ធសរសៃប្រសាទនិងគូឆ្អឹងខ្នងបណ្ដាលឲ្យខ្វិនសាច់ដុំជំងឺនេះឆ្លងខ្លាំងពីមនុស្សទៅមនុស្សតាមរយៈលាមកនិងទឹកមាត់ដៃកខ្វក់ឆ្លងតាមមាត់ជាពិសេសក្នុងបរិស្ថានខ្វះអនាម័យការចាក់វ៉ាក់សាំងបង្ការជាវិធីសាស្ត្រតែមួយគត់ដើម្បីទប់ស្កាត់ជំងឺនេះការប្រឈមកុមារមានអាយុក្រោម5ឆ្នាំមានហានិភ័យឆ្លងខ្ពស់បំផុតកន្លែងមិនមានអនាម័យកង្វះមង្គលអនាម័យនិងការរស់នៅមិនមានអនាម័យធ្វើឲ្យមានរោគងាយនឹងរាលដាលតាមផ្លូវដង្ហើមការក្អកឬកណ្ដាស់វត្ថុរាវពីបំពង់ករបស់អ្នកឈឺក៏អាចចម្លងបានដែររបៀបចម្លងតាមមាត់កាត់ឡើងនៅពេលដែលលាមករបស់ក្មេងដែលមានមេរោគប៉ះពាល់ទៅនឹងចំណីអាហារឬទឹកដែលក្មេងដទៃទៀតហូបចោលរបៀបនៃការចម្លងជំងឺមាន3ចំណុចសំខាន់ចំណុចទី1ការប៉ះពាល់ផ្ទាល់ជាមួយនឹងលាមកមេរោគដែលស្ថិតនៅក្នុងលាមករបស់អ្នកជំងឺឬការប៉ះពាល់ផ្ទាល់ជាមួយនឹងវត្ថុដែលមានផ្ទុកមេរោគស្រាប់ចំណុចទី2ការបរិភោគអាហារនិងទឹកមិនស្អាតការបរិភោគអាហារនិងទឹកដែលមានផ្ទុកមេរោគស្រាប់ឬឧទាហរណ៍ដូចជាការបរិភោគអាហារដែលមានទុកមេរោគឬធ្វើឡើងដោយអ្នកមិនមានអនាម័យល្អនិងការបរិភោគទឹកដែលមិនមានការច្រោះត្រឹមត្រូវចំណុចទី3ឆ្លងតាមរយៈផ្លូវដង្ហើមមេរោគអាចឆ្លងតាមទឹកមាត់ឬកំហាកនិងដំណក់ទឹកតូចរបស់អ្នកជំងឺនៅពេលដែលពួកគេក្អកឬក៏កណ្ដាស់ឥឡូវយើងចូលមកដល់រោគសញ្ញានៃជំងឺតួយ៉ាងមនុស្សភាគច្រើនតែឆ្លងជំងឺវីរុសនេះអាចនឹងមិនមានរោគសញ្ញាអ្វីទាំងអស់ប៉ុន្តែក្នុងករណីធ្ងន់ធ្ងរវាអាចបណ្ដាលឲ្យស្លាប់ឬពិការបានចូលមកដល់ចំណុចទី1ករណីគ្មានរោគសញ្ញាមនុស្សប្រហែល 75% ដែលឆ្លងវីរុសមិនមានរោគសញ្ញាអ្វីឡើយទោះមិនមានការរៈតែពួកគេតែអាចឆ្លងជំងឺទៅអ្នកដទៃបានចូលមកដល់ចំណុចទី2រោគសញ្ញាស្នាដែលមានលក្ខណៈស្តៀងទៅនឹងជំងឺផ្ដាសាយដែលមានរយៈពេល2ទៅ10ថ្ងៃតែក្នុងនោះមានគ្រុនក្តៅអស់កម្លាំងខ្លាំងឈឺក្បាលក្អួតឬចង្អោរឈឺបំពង់កឈឺសាច់ដុំដល់ចំណុចទី3រោគសញ្ញារសើមខួរដែលរោគសញ្ញាទាំងធ្ងន់ជាងបន្តិចប៉ុន្តែมันអាចបណ្ដាលឲ្យខ្វិនឡើយតែក្នុងនោះមានជារង្គោនិងខ្នងឈឺដៃឬឈឺជើងសាច់ដុំចុះខ្សោយចំណុចទី4ករណីធ្ងន់ធ្ងរខ្លាំងនេះជាករណីគ្រោះថ្នាក់បំផុតដែលវីរុសចូលទៅក្នុងបំផ្លាញប្រព័ន្ធប្រសាទដូចជាបាត់បង់reflex ដូចជាការគូសជង្គង់ទៅលែងមានប្រតិកម្មសាច់ដុំទន់ជ្រាយសាច់ដុំចុះខ្សោយភ្លាមខ្វិនភាគច្រើនកើតលើជើងតែអាចប៉ះពាល់ដល់សាច់ដុំដូចដង្ហើមដែលបណ្ដាលឲ្យស្លាប់ចំណុចលេខ5ផលវិបាកសំខាន់នៃជំងឺគ្រុនស្វិតដៃជើងមានដូចជាការខ្វះអចិន្ត្រៃយ៍គឺជាផលវិបាកដ៏ធ្ងន់ធ្ងរដែលវីរុសបំផ្លាញកោសិកាប្រសាទបញ្ជាសាច់ដុំការស្វិតសាច់ដុំគឺជាការស្វិតសាច់ដុំដាច់សាច់ដុំជើងដែលធ្វើឲ្យយើងកម្រើកមិនរួចដែលធ្វើឲ្យយើងមានពិការភាពពេញមួយជីវិតការខ្វះសាច់ដុំដកដង្ហើមប្រសិនបើមេរោគប៉ះពាល់ដល់សាច់ដុំដកដង្ហើមនឹងធ្វើឲ្យអ្នកជំងឺស្លាប់ដោយសារតែការដកដង្ហើមមិនរួចបញ្ហាសន្លាក់និងឆ្អឹងអាចបណ្ដាលឲ្យយើងឈឺសន្លាក់យ៉ាងធ្ងន់ធ្ងរដូចជាកោងខ្នងឬជើងកាប់ផលវិបាកយូរអង្វែងអាចបណ្ដាលឲ្យសាច់ដុំអាចបណ្ដាលឲ្យយើងឈឺសាច់ដុំចុះខ្សោយនិងអស់កម្លាំងក្រោយពេលសះស្បើយអស់រយៈពេលច្រើនឆ្នាំជំងឺស្វិតដៃជើងมันអាចព្យាបាលបានទាំងស្រុងទេប៉ុន្តែអាចព្យាបាលបានដើម្បីកាត់បន្ថយរោគសញ្ញានិងជួយឲ្យរាងកាយធ្វើចលនាបានល្អប្រសើរឡើងវិធីថែរក្សាមានដូចជាការព្យាបាលដោយប្រើបន្ទះកម្ដៅសម្រាប់ព្យាបាលសាច់ដុំរមួលក្រពើការប្រើប្រាស់ជំនួយចល័តដូចជាម៉ូតូអគ្គិសនីនិងរទេះរុញ
ប្រើថ្នាំ Antispasmodic ដើម្បីសម្រាកសាច់ដុំដែលមានរមូរក្រពើទូទានទឹកផ្លែឈើដែលមានដូចជាទឹកទំពាំងបាយជូរនិងទឹកផ្លែឈើផ្សេងៗទៀតក្នុងទម្រង់គ្រប់គ្រាន់ដើម្បីឲ្យមានសារធាតុចិញ្ចឹមច្រើនការស្ដារឡើងវិញនៃសួតដើម្បីបង្កើតការស៊ូទ្រាំនៃសួតដើម្បីការពារជំងឺគ្រុនស្វិតដៃជើងយើងមានវិធីតែមួយគត់គឺការចាក់វ៉ាក់សាំងនិងការថែរក្សាអនាម័យចំណុចទី1គឺការចាក់វ៉ាក់សាំងគឺជាខែការពារដ៏រឹងមាំសម្រាប់កុមារជាទូទៅវ៉ាក់សាំងចែកចេញជាពីរប្រភេទគឺវ៉ាក់សាំងប្រភេទលេបនិងវ៉ាក់សាំងប្រភេទចាក់ចំពោះវ៉ាក់សាំងប្រភេទលេបជាថ្នាំបន្តក់ចូលមាត់ដើម្បីបង្កើតអង្គបដិបកក្នុងពោះវៀនវ៉ាក់សាំងប្រភេទចាក់គឺជាថ្នាំចាក់ដែលជួយបង្កើតភាពស៊ាំក្នុងឈាមឲ្យកាន់តែរឹងមាំនិងការពារវីរុសផ្សេងទៀតកុំឲ្យឆ្លងរីករាលដាលដល់ប្រព័ន្ធប្រសាទនៅទី2គឺការថែរក្សាអនាម័យយើងដឹងហើយថាវីរុសប៉ូលីយ៉ូឆ្លងតាមរយៈការប៉ះពាល់លាមកនិងបរិភោគអាហារបានឆ្អិនល្អដូចនេះយើងគួរអនុវត្តដូចជាលាងដៃជាមួយសាប៊ូឲ្យបានស្អាតមុនពេលបរិភោគអាហារនិងក្រោយពេលចេញពីបង្គន់បរិភោគអាហារដែលឆ្អិនល្អផឹកទឹកចម្រោះគឺទឹកដតាមពុះត្រូវបន្តបង់ក្នុងបង្គន់ឲ្យបានត្រឹមត្រូវជៀសវាងការឆ្លងមេរោគចូលទៅក្នុងប្រភពទឹកសម្រាប់ឯកសារយោងនៅក្នុងកិច្ចការស្រាវជ្រាវនេះពួកយើងបានយកដកស្រង់ចេញមកពីអ៊ីនធឺណិតដូចជា Facebook ហើយជាចុងក្រោយសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ពួកយើងតាំងពីដើមរហូតដល់ចុងបញ្ចប់ហើយសូមឲ្យអ្នកទាំងអស់គ្នារកស៊ីទទួលទានមានបាននិងសូមឲ្យមានសុភមង្គលគ្រប់គ្នាសូមអរគុណ